ឥឡូវសំខាន់ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនយើងត្រូវពង្រឹងខ្លួនឯងអញ្ចឹងក្នុងន័យនេះកិច្ចការងារពីរដែលយើងកំពុងធ្វើកំណែតម្រង់ទី1គឺកំណែតម្រង់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាយើងបានធ្វើការវាយតម្លៃយើងបានរៀបចំហើយនឹងទៅធ្វើវិសោធនកម្មច្បាប់ទី2គឺបង្កើនប្រសិទ្ធភាពរបស់ CDC នេះគឺបង្កើនទម្ងន់នៅក្នុងការអនុវត្តនីតិវិធីចំនួនទៅធ្វើឥឡូវមនុស្សរត់កាន់ឯកសាររត់ទៅស្ថាប័នទីទៀតអត់មានមនុស្សកាន់ឯកសាររត់ទៅស្ថាប័នទេមនុស្សមកតាមមួយកន្លែងគត់ហើយឯកសារត្រូវរត់ទៅស្ថាប័នខ្លួនឯងតាមបណ្ដាញអនឡាញឬមួយស្អីទៅបាទអញ្ចឹងវាត្រូវការពង្រឹងការបតិកលាគ្នាការកែសម្រួលនៅនីតិវិធីនិងបង្កើត SOP ចំនួនដើម្បីឲ្យស្ថាប័នទាំងអស់ងាយស្រួលក្នុងការសម្រួលរឿងនេះយើងនឹងបន្តធ្វើតទៅទៀតឥឡូវខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្្នឹងតែអ្វីដែលចំពោះមុខទៀតគឺកិច្ចការទី2គឺសម្រាប់ SME បាទ SME ដែលត្រូវធ្វើការងារបន្ទាន់ពួក SME យើងកំពុងតែថាសង្គ្រាមបិទព្រំដែនយើងចង់ឲ្យផលិតផលក្នុងស្រុកវារីកបាទឲ្យលឿនការចោះឈ្មោះអីផ្សេងឲ្យវាស្រួលការគ្រប់គ្រងកម្រិតណាអញ្ចឹងការងារច្រើនដែលយើងត្រូវធ្វើប៉ុន្តែឥឡូវការងារដំបូងត្រូវដោះនេះខ្ញុំគិតថារឿងចោះឈ្មោះចោះបញ្ជីនេះឯកឧត្តមគមនិតសភាចារបានសាកល្បងយើងនឹងរុញចេញការសាកល្បងមួយជាមួយផលិតផលសាប៊ូហៅ Pilot Project ធ្វើម៉េចឲ្យ6ថ្ងៃឲ្យចេញបានន័យថាកាលមុនគាត់រត់ទៅរកក្រសួងសិប្បកម្មបានអាជ្ញាប័ណ្ណទៅរត់រកក្រសួងសុខាភិបាលទៅអីទៀតហើយខ្ញុំឲ្យពិនិត្យមើលផលិតផលព្រោះយើងត្រូវបែងចែកវាឲ្យច្បាស់រវាងផលិតផលហានិភ័យខ្ពស់ផលិតផលហានិភ័យមធ្យមផលិតផលហានិភ័យទាបផលិតអានេះវាអត់ហានិភ័យខ្ពស់ទេតែបើផលិតគ្រឿងហូបគ្រឿងប៉ះពាល់ស្បែកគីមីអានោះហានិភ័យខ្ពស់ត្រូវឆ្លងកាត់អីយ៉ាងម៉េចឲ្យបានច្បាស់កុំឲ្យកាត់វាតែនីតិវិធីមួយហ្នឹងគឺថាត្រូវឲ្យលឿនអានេះបាទព្រមសមិញជួបមួយបងម៉ារីថាទាំងអស់ហ្នឹងឲ្យលក់សិនទៅហើយចាំយើងទៅឆៃក្រោយអត់ទេសម្រាប់ផលិតផលដែលគ្រោះថ្នាក់កុំឲ្យលក់សិនតែដាក់មកគ្រាប់ទៅពុលគេហ្នឹងហើយបានថារត់ឲ្យលក់អត់ទាន់បានឆៃផងអត់បានទេត្រូវតែធ្វើប៉ុន្តែយើងកំណត់ពេលវេលាតែបើត្រឹមតែចានឆ្នាំងស្អីមិនបាច់ទៅសុំអាជ្ញាប័ណ្ណផ្សព្វផ្សាយស្អីឲ្យធ្វើទៅព្រោះពេលខ្លះផលិតហើយត្រូវសុំអាជ្ញាប័ណ្ណផ្សព្វផ្សាយស្អីទៀតបាទពួកគេគ្រប់គ្រងអាជ្ញាប័ណ្ណផ្សព្វផ្សាយដើម្បីធានាថាការផ្សព្វផ្សាយនឹងវាអត់ខុសពីការពិតអញ្ចឹងផលិតផលណាដែលត្រូវទាមទារបាទកុំឲ្យឆ្នាំធម្មតាប្រាប់ទៅផ្សព្វផ្សាយថាអានឹងលេបទៅគឺថាបន្ថយអាយុ20ឆ្នាំអីចឹងអត់កើតវាអត់ត្រូវតែបើថាអាចារ្យអីនេះអានឹងយើងអាចតាត់ចេញទៅហើយចាំយើងសុំក្រោយទៅក៏បានអាណាដែលយើងកន្លែងណាខ្លះដែលកាត់ចោលទៅហ្មងមិនបាច់ទៀមទៀតទេផលិតផលអីខ្លះទៀតហ៎អញ្ចឹងយើងសាកល្បងកន្លែងនេះដើម្បីឲ្យដើរប៉ុន្តែឥឡូវដើម្បីឲ្យដើរក្រសួងសព្វបានត្រូវតែធ្វើការនេះមួយឲ្យបានជាដាច់ខាតហើយខ្ញុំសូមបញ្ជាក់ថាឥឡូវខ្ញុំមូដៃអាវ2ដោះស្រាយរឿងព្រំដែនហើយចូលវាយរឿង scam តែឥឡូវរឿង SME នេះខ្ញុំមូដៃអាវដែរដែលប៉ះពាល់ប្រជាពលរដ្ឋដែលយើងចេញទៅបដិញ្ញាចិត្តឲ្យស្រែកថាឥឡូវនេះថាយើងត្រូវតែធ្វើឲ្យបានដើម្បីជួយសម្រួលគាត់ត្រូវតែដោះដើម្បីឲ្យផលប្រយោជន៍រួមបាទដើម្បីភាពជឿជាក់បើយើងគង់តែដោះកុំចាំយូរបាទហើយខ្ញុំនឹងចូលជាមួយហើយខ្ញុំនឹងចូលដើម្បីជំរុញហើយខ្ញុំនឹងចូលដើម្បីបង្កើននៅនឹងបាទអញ្ចឹងមូដៃអាវមិនមែនមកទៅធ្វើជំនួសទេបាទតែខ្ញុំនៅដើម្បីជួយហើយជំរុញនៅអង្គភាពដែលត្រូវទទួលខុសត្រូវហើយយើងនឹងរៀបចំនៅអង្គភាពមួយដែលនឹងថានៅក្រម CDC ឬក្រមណាដែលវានៅច្រងបញ្ចប់ជាមួយគ្នាដើម្បីជាអង្គភាពសម្រាប់រួមព្រោះឥឡូវយើងមានមួយគេហៅ CAMDX ប៉ុន្តែអត់មានមនុស្ស CAMDX គឺជា platform ជាថ្នាលបច្ចេកវិទ្យា
ថ្នាលបច្ចេកវិទ្យានេះគឺដាក់ទៅវាជួយសម្រួលការងារបានមួយផ្នែកប៉ុន្តែបើអត់មានមនុស្សតាមដានត្រួតពិនិត្យឲ្យដោះស្រាយបញ្ហាទៅអត់រួចអញ្ចឹងយើងនឹងបង្កើតជាអង្គភាពមួយដែលទទួលការងារក្នុងការដោះស្រាយបញ្ហាអញ្ចឹងអ្វីដែលជានីតិវិធីដែលត្រូវធ្វើថ្ងៃក្រោយអ្នកដែលសុំអាជ្ញាប័ណ្ណមកកន្លែងគឺមកដាក់តែមកកន្លែងទាំងទេអង្គភាពនេះគឺមានភារកិច្ចមិនថាដាក់តាមវាយចូល CamDX ឬមួយដាក់ឯកសារព្រោះពេលខ្លះត្រូវដាក់ sample អីយកសាប៊ូយកអីមកដើម្បីរុញទៅឲ្យក្រសួងឡាបឯងអត់ចាំបាច់រត់ទៅក្រសួងនោះទៀតដាក់តែមួយកន្លែងទៅបាទកន្លែងហ្នឹងគឺទទួលខុសត្រូវក្នុងការរត់ក្នុងការធ្វើហើយកន្លែងហ្នឹងគឺជាអ្នកដែលត្រូវទៅធ្វើការនៅជាមួយក្រសួងស្ថាប័នដំណាក់កាលមាន2ដំណាក់កាលទី1រាល់លិខិតបទដ្ឋានអីដែលមានស្រាប់យើងទុកសិតកុំអាលស្មុកស្មាញវាសិនតតែអាការតភ្ជាប់ឲ្យដើរសិនព្រោះកន្លែងខ្លះការងារវាត្រួតគ្នាផងអីផងយើងទី1តភ្ជាប់សិនតភ្ជាប់ដូចឥឡូវគាត់រត់ទៅក្រសួងសុខាភិបាលគាត់រត់ទៅក្រសួងមីស្ទីគាត់កាន់ឯកសារហ្នឹងទៅព័ត៌មានខ្លះវាជាប់គ្នាអីចឹងឥឡូវគឺយើងឲ្យគាត់ហ្នឹងគឺកន្លែងនេះឲ្យគេធ្វើតាមហ្នឹងតែដាក់ពេលវេលាមីស្ទីត្រូវឲ្យគេទៅឲ្យចម្លើយមកត្រឹម24ម៉ោងក្រសួងនេះត្រូវឲ្យកន្លែងណាដែលធ្វើតេស្តយូរឲ្យប៉ុណ្ណេះបូកសរុបឲ្យប្រហែលថ្ងៃយើងនឹងធ្វើអាហ្នឹងអញ្ចឹងក្រសួងនីមួយៗដែលពាក់ព័ន្ធត្រូវត្រៀមកម្លាំងនាយកដ្ឋានដែលត្រូវដោះស្រាយហ្នឹងគឺត្រៀមកម្លាំងត្រៀមមធ្យោបាយបើខ្វះអីយ៉ាងម៉េចប្រាប់ឲ្យដើម្បីធ្វើហើយឲ្យអ្នកនឹងត្រៀមចាំសម្រួលបាទអត់មានទៅដាក់នៅនឹងមន្ត្រីកន្លែងទៅប្រជុំនៅបារាំងអត់ទេអត់ទៅណាទេបាទហើយត្រូវឆ្លើយតបឲ្យវិញធ្វើឲ្យហើយបាទអញ្ចឹងនីតិវិធី process យើងមានអស់ហើយអ្វីដែលចាំបាច់បញ្ហាឥឡូវគឺបញ្ហាការធ្ពក់ទិន្នន័យរឿង CamDX នេះបាទ CamDX យើងបានប្រកាសតាំងពីឆ្នាំណាបាទ2020ឥឡូវមកដល់2026 6ឆ្នាំបានតែ200សេវាទេយើងមាន1500សេវាថ្នាក់ជាតិដែលត្រូវការចុះ1400សេវាថ្នាក់ក្រោមជាតិដែលត្រូវចុះឥឡូវយើងអត់និយាយថ្នាក់ក្រោមជាតិទេយើងនិយាយនៅថ្នាក់ជាតិអញ្ចឹងក្រសួងដែលត្រូវបញ្ចូលសម្រាប់បម្រើឲ្យ SME ត្រូវធ្វើឲ្យបាននៅដំណាច់ខែ9បាទអត់ចាំ2028ទេហើយសេវានៅសល់ប្រមាណគឺយើងនឹងធ្វើឲ្យបាននៅដាច់ឆ្នាំ2026ទេហើយខ្ញុំតាមផ្ទាល់តែម្ដងរដ្ឋមន្ត្រីណាដែលមានបញ្ហាអត់ចូលបានត្រូវរាយការណ៍ទៅក្រសួងបច្ចេកទេសថាខ្វះអីយ៉ាងម៉េចយើងសហការគ្នាទៅជំរើសមាន2ទី1ក្រសួងដែលមានប្រព័ន្ធរបស់ខ្លួនដែលអាចហុកបានទៅ CamDX ចូលមកហើយយើងសម្របសម្រួលបច្ចេកទេសឲ្យស៊ីសង្វាក់ជាមួយគ្នាក្រសួងណាដែលគ្មានសមត្ថភាពធ្វើក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុមានថ្នាលហើយដែលអាចជួយធ្ពក់ឲ្យបានបាទ template អីអស់ហើយអញ្ចឹងសូមឲ្យក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុរៀបចំក្រុមការងារអាដាមគង់ម៉ារីដឹកនាំធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីយើងធ្ពក់អញ្ចឹងក្រសួងដែលពាក់ព័ន្ធនេះគឺចុងខែ9ទៅឲ្យទាំងអស់សេវាដែលពាក់ព័ន្ធជាមួយនឹងការបម្រើឲ្យ SME បាទចាត់ចែងសូមឲ្យក្រសួងស្ថាប័នចាត់ចែងក្រុមការងារជំនាញរបស់ខ្លួនត្រៀមធ្វើការជាមួយបាទសូមបញ្ជាក់យើងមាន15ក្រសួងដែលត្រូវក្រុងបញ្ជាក់នេះបាទបើមិនធ្ពក់ចូលក្នុង CamDX កុំថាប្រើសេវាជួយ SME ឬមួយ CDC ទៅកៅចង់កំណែតម្រង់មិនក៏អត់ទៅរួចដែរបាទមនុស្សនៅតែកាន់ឯកសារដើរទៅក្រសួងមួយចឹងបាទអង្កាលកំណែតម្រង់ CDC យើងមានជំរើស2ជំរើស1គឺជំរើសនៅតាមប្រទេសមួយចំនួនដូចជានៅណានៅ Nigeria នៅណានេះគឺគេហៅ One Roof Rwanda One Roof ហ្នឹងគឺកាលមុនមានបញ្ហាច្បូកក្បល់ដូចយើងអញ្ចឹងប្រធានាធិបតីបង្កើតអគារមួយ9ជាន់យកនាយកដ្ឋានដែលសម្រេចនឹងរបស់ក្រសួងស្ថាប័នមកក្រុមនឹងតែម្ដងហើយប្រតិភូកម្មសិទ្ធិ
អត់ចាំបាច់ឆ្លងរដ្ឋមន្ត្រីយកមកក្រុមឲ្យប្រធាននៃសម្ដីអង្គុយលើពីលើផ្ទាល់តែម្ដងសម្រួលចេញតែម្ដងយកតែរឿង approve business ទេរឿងអីផ្សេងទៅចុះអានឹងជំរើសទី1ជំរើសទី2គឺយើងដែលអ្វីដែលយើងយកគឺថាអត់ចាំបាច់ទេទុកសិទ្ធឲ្យក្រសួងស្ថាប័នរដ្ឋមន្ត្រីទៅដដែលមិនបាច់បញ្ជូនមន្ត្រីមកទេយើងដាក់តែកន្លែងមួយនៅកន្លែងនេះទុកឲ្យមន្ត្រីកន្លែងនេះគឺប៉ុន្តែក្រសួងមួយត្រូវបង្កើតក្រុមការងារឆ្លងនីតិវិធីផ្ទៃក្នុងមិនខ្ញុំដឹងទេបាទមានស្រាប់ឬកាត់បន្ថយមិនដើម្បីឆ្លងរដ្ឋមន្ត្រីឬមួយស្អីតាមឋានានុក្រមធ្វើមិនឲ្យបានក្នុងរយៈពេលដែលយើងកំណត់បាទហើយអ្នកដែលដាក់ពាក្យអត់មានទៅជន់នៅក្រសួងនោះទេណាបើចង់បានអីសួរមកកន្លែងនេះចង់បានសាប៊ូ sample អត់មានឲ្យគេជិះម៉ូតូយកទៅឲ្យឡាបទេយកមកដាក់នៅកន្លែងរួមនេះកន្លែងរួមជិះម៉ូតូយកទៅឲ្យបាទនេះគឺជាការដាក់ទិសដៅធ្វើកំណែតម្រង់អត់នៅលើกระดาษទេគឺត្រូវធ្វើផ្ទាល់ហើយខ្ញុំយល់ថាការងារដែលតាក់ទងអន្តរស្ថាប័នត្រូវការមានទម្ងន់ចឹងបាទខ្ញុំសុខចិត្តបូដៃបូជើងមិនបូជើងបូដៃអាវបូអីចំមកជាមួយគ្នាតែខ្ញុំមិនទៅធ្វើជំនួសអង្គភាពនេះជាអ្នកធ្វើដែលត្រូវទទួលខុសត្រូវហើយយើងយកឥឡូវរឿង registration ធ្វើម៉េចកុំឲ្យមានបញ្ហាទៀតធ្វើម៉េចដាក់ពាក្យ SME ហ្នឹងឲ្យគាត់ចូលទៅបើដាក់តែមួយកន្លែងយើងប្រកាសតែហ៊ានសន្យាមួយប្រជាពលរដ្ឋយើងថាយើងធ្វើបានអញ្ចឹងត្រូវធ្វើអានឹងមួយហេតុអីបានជាយើងត្រូវធ្វើ SME ជាការងារបន្ទាត់ព្រោះអានេះជាអ្វីដែលយើងចង់បានណាផលិតផលក្នុងស្រុកជំនួសអាក្រៅស្រុកឯងយើងស្រែកចង់ងាប់តែធ្វើមិនចេញយើងត្រូវមើលថាមូលហេតុអីអញ្ចឹងមួយផ្នែកគឺការជួយទៅដល់ក្នុងស្រុកអារឿងធនធានរឿងច្បាប់រឿងពន្ធរឿងអីយើងនឹងគិតគូរបន្តទៅជួនគាត់តែសំខាន់ដោះអារឿងនេះមួយសិនបាទដោះអានឹងមួយឲ្យចេញយកអានឹងដើម្បីទាញការទុកចិត្តរបស់ប្រជាជនដូចយើងធ្វើ scam ដូចយើងធ្វើការងារមួយចំនួនចឹងគឺរក្សាហើយអានេះវាជួយយើងដើម្បីយើងរឹងខ្លួនឯងទៅថាយើងចង់ឲ្យមានតលតែយើងដោះស្រាយផ្ទះយើងឲ្យស្អាតហើយបើយើងចង់ឲ្យមានវិស័យឯកជនត្រូវតែដើរទៅវិស័យឯកជនដើរបង្កើតការងារបងប្អូនរបស់យើង